វីដេអូមុនណាបងប្អូនខ្ញុំបានវិចសំជ្រូកសម្រាប់ពេលបន់ភ្ជុំបិណ្ឌណាតែពេលនេះខ្ញុំវិចសំខ្នោដាក់ដូងម្ដងណាបងប្អូនសម្រាប់ខ្ញុំសំមួយមុខនេះគឺខ្ញុំចូលចិត្តជាងសំជ្រូកបើសិនសំជ្រូកខ្ញុំញ៉ាំចូលចិត្តជាងអញ្ចឹងបងប្អូនមកមើលពីរបៀបវិចនំមិនសំដូងរបស់ខ្ញុំទាំងអស់គ្នាចាសម្រាប់គ្រឿងផ្សំគឺយើងមានស្លឹកចេកមានអង្ករដំណើបខ្ទិះដូងផ្លែខ្នុរមានស្ករសហើយយើងមានសាច់ដូងកោសអញ្ចឹងគឺដូងយកដូងចាស់កោសសាច់ដូងច្រើនគឺវាឆ្ងាញ់ចាហើយយើងមានសណ្ដែកចាសណ្ដែកហ្នឹងគឺខ្ញុំយកសណ្ដែកទៅយកទៅស្ងោរឲ្យឆ្អិនសិនចាអញ្ចឹងសំរបស់យើងគឺមាន2ពណ៌ទៀតហើយបងប្អូនគឺយើងប្រើពណ៌ផ្កាមេអំបៅចាអញ្ចឹងខ្ញុំដាំទឹកក្តៅឲ្យពុះសិនមកបន្ទាប់មកយើងដាក់ផ្កាមេអំបៅទៅដើម្បីឲ្យវាចេញពណ៌អញ្ចឹងរួចហើយយកទឹកពណ៌ផ្កាមេអំបៅទៅលាយជាមួយបងប្អូនសម្រាប់អង្ករបងប្អូនត្រូវត្រាំរយៈពេល5ទៅ6ម៉ោងសិនបន្ទាប់មកយើងត្រូវលាងអង្ករឲ្យស្អាតស្រង់ដាក់កញ្ច្រែងឲ្យស្រស់ទឹកសិនទៅយកមកឆាជាមួយនឹងខ្ទិះដូងចាបងប្អូនត្រូវដាក់ខ្ទិះដូងកូរជាមួយនឹងស្ករសជាមុនសិនណាឲ្យស្កររលាយអស់ហើយដាក់អំបិលចូលបន្តិចចាកូររហូតដល់ស្កររលាយអស់ហើយទើបយើងចាប់ផ្ដើមដាក់អង្ករចូលថ្ងៃហ្នឹងមានបងប្អូនមានមីងមានមិត្តភ័ក្តិអីទៅលេងច្រើនអញ្ចឹងហើយជួយគ្នាវិចទៅក៏ឆាប់ហើយដែរណាបាទព្រោះអីអង្ករក៏ច្រើនដែរហើយទៅនេះរៀងល្ងាចដែរហើយចាឥឡូវនេះយើងក៏ចាប់ផ្ដើមឆាអង្ករចាបងប្អូនយើងត្រូវឆាអង្ករជាមួយនឹងខ្ទិះដូងហ្នឹងរហូតដល់អង្កររបស់យើងហ្នឹងជិតឆ្អិនណាបងប្អូនពេលឆាអង្ករបងប្អូនបើសិនជាកូរទឹកអីអង្ករអត់ទាន់រីកទេយើងអាចបន្ថែមខ្ទិះដូងដើមចូលបន្ថែមទៀតបានបងប្អូនចាពេលអង្ករយើងរីកចង់ឆ្អិនហើយយើងចាប់ផ្ដើមដាក់សណ្ដែកចូលចាអញ្ចឹងកូរសណ្ដែកនឹងឲ្យសព្វចូលគ្នាមកសណ្ដែកយើងត្រូវស្ងោរឲ្យឆ្អិនល្អហ្មងណាបងប្អូនអញ្ចឹងយើងកូរអង្ករជាមួយនឹងសណ្ដែកនឹងឲ្យសព្វចូលគ្នាឲ្យឆ្អិនល្អបន្តិចទៀតហើយក៏យើងចាប់ផ្ដើមដាក់សាច់ដូងកោសចាអញ្ចឹងយើងយកដូងរាងចាស់បន្តិចមកយើងកោសស្ដើងល្មមទៅដាក់ចូលចាដាក់ឲ្យច្រើនកាលណាគឺឆ្ងាញ់កាលហ្នឹងបងប្អូនចាមើលឃើញក៏តំណងដែរបងប្អូនគឺថាក្លិនឈ្ងុយចេញពីខ្ទិះដូងតែម្ដងចាអញ្ចឹងយើងកូរត្រឡប់ទៅត្រឡប់មករហូតដល់សាច់ដូងនិងអង្ករហើយនឹងសណ្ដែកចូលគ្នាសព្វហើយបន្ទាប់មកគឺយើងដាក់ផ្លែខ្នុរចាហើយខ្នុរនេះយើងបានហែកជាសរសៃតូចល្មមអញ្ចឹងទៅបងប្អូនចារួចហើយច្បល់ចូលគ្នារហូតដល់សាច់ខ្នុរហ្នឹងរៀងចង់ឆ្អិនហើយបានយើងចាប់ដើមដួសចេញមកចាពីក្លិនខ្ទិះដូងហើយនឹងខ្នុរនេះពីឈ្ងុយមែនតើបងប្អូនចាមើលទៅឃើញគួរឲ្យចង់ញ៉ាំតែម្ដងឆ្ងាញ់តែម្ដងបងប្អូនចាអញ្ចឹងខ្ញុំចាប់ដើមដួសចេញពាក់កណ្ដាលដោយសារខ្ញុំចង់ឆ្នៃទៅជាពណ៌ផ្កាមេអំបៅមួយទៀតយើងទុកពាក់កណ្ដាលសម្រាប់ដាក់ពណ៌ផ្កាមេអំបៅចាអញ្ចឹងបងប្អូនគ្រាន់តែយកផ្កាមេអំបៅទៅស្រុះទឹកក្តៅត្រងយកទឹកមកពេលដែលឆ្អិនរួចហើយរាល់អស់ហើយយើងចាប់ផ្ដើមចាក់ផ្កាមេអំបៅហ្នឹងកូរចូលគ្នាឲ្យសព្វចាអញ្ចឹងអង្កររបស់យើងគឺបានឆ្អិនរួចរាល់អស់ហើយអញ្ចឹងក៏ចាប់ផ្ដើមវិចចាអញ្ចឹងថ្ងៃហ្នឹងគឺមានមីងមានមិត្តភ័ក្តិទៅជួយវិចច្រើនគ្នាដែរដោយសារអង្ករច្រើនណាវិចរហូតដល់យប់ជ្រៅដែរហ្នឹងតម្រាំតែឆ្អិនហ្នឹងណាតម្រាំតែវិចអស់ហើយយើងចំហុយទៀតគឺថាប្រើពេលយូរដែរចារហូតដល់យប់ហើយខ្ញុំក៏មានសមចេកផងដែរដោយសារនៅឃើញថាចង់ញ៉ាំដាក់ចេកដែរអញ្ចឹងណាអញ្ចឹងក៏យើងអាចដាក់ចេកបានចាអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់ចេះវិចអាចមើលរបៀបវិចតាមវីដេអូនេះបានណាបងប្អូនចាឥឡូវនេះខ្ញុំវិចសមចេកចាដែលមានពណ៌ផ្កាមេអំបៅហើយមានខ្នុរនិងសណ្ដែកទៀតថាគឺឈ្ងុយឆ្ងាញ់មែនតើបងប្អូនចាដោយសារនៅចំការមានស្លឹកចេកមានអីស្រាប់អញ្ចឹងណាអញ្ចឹងទៅមានទីធ្លាស្រឡះស្រួលអញ្ចឹងទៅចេះចង់វិចនេះវិចនោះអញ្ចឹងទៅបានចែកគ្នាញ៉ាំតែប៉ុន្តែអ្នកវិចហ្នឹងគឺញ៉ាំតែ2អីហ្នឹងគឺឆ្អែតហើយប៉ុន្តែដោយសារចេះតែចង់វិចដើម្បីចែកញាតិញែកមិត្តអីចឹងខ្លះទៅចាឥឡូវយើងបានវិចរួចរាល់អស់ហើយអញ្ចឹងយើងចាប់ផ្ដើមយកទៅចំហុយបដាសិនហើយមុននឹងចំហុយយើងត្រូវដាំទឹកឲ្យពុះសិនចាអញ្ចឹងបន្ទាប់ពីទឹកយើងពុះហើយយើងរៀបនំដាក់ក្នុងឡាំងសឹងដើម្បីយកទៅចំហុយចាហើយបងប្អូនត្រូវប្រោះទឹកពីលើនំនឹងបន្តិចផងអញ្ចឹងយើងចំហុយរយៈពេល2ទៅ3ម៉ោងសំខាន់ទៅលើការឆាអង្កររបស់យើងដែរបងប្អូនចាហើយឥឡូវនេះនំបានឆ្អិនរួចរាល់ហើយឥឡូវខ្ញុំចាប់ផ្ដើមស្រង់នំឡើងចាបន្តិចទៀតយើងនឹងបកមើលសាច់ខាងក្នុងទាំងអស់គ្នាដោយសារយើងទៅរៀងល្ងាចហើយអញ្ចឹងតម្រាំតែបានវិចតម្រាំតែចំហុយឆ្អិនហ្នឹងគឺមេឃឡើងងឹតចង់ភ្លៀងទៀតណបងប្អូនឃើញហើយផ្នែកអង្គុលចាហើយឥឡូវនេះយើងកំពុងតែស្រង់វាម្សាសិនដើម្បីដាក់ចូលឆ្នាំងថ្មីទៀតដោយសាររៀងនំរៀងច្រើនដែរចាឥ
ឥឡូវនេះយើងចាប់ផ្ដើមមកបកកំពុងតែក្តៅហុយអញ្ចឹងខ្ញុំបកភ្លក់មើលតើរសជាតិមិនដែរចាហើយបើនិយាយពីភ្លក់ទៅគឺថាឆ្ងាញ់ល្មមតែម្ដងហើយមានក្លិនឈ្ងុយដូងចេញពីនំរបស់យើងនឹងគឺថាឈ្ងុយមែនទែនបងប្អូនចាសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំហើយអរគុណក្នុងការ like share និង comment សម្រាប់បងប្អូនទាំងអស់គ្នាអរគុណជម្រាបលាបាយបាយ